ស្រាស្រទន់មានមុនស្នេហ៍ចាសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំធីរីមីអបអាសាទៀតហើយចាថ្ងៃនេះផងដែររឿងផ្លែជើងរកដល់បន្តិចបងប្អូនរកដល់ផ្លប់តែផុសរូបកងកមុំទទួលការស្លានិងក្នុងថ្ងៃមង្គលថ្ងៃនេះក៏បានរួមការងារជាមួយលោកគ្រូលីហេងឥឡូវបងប្អូនមកតាមពីការផាត់មុខរបស់គាត់តើមានអ្វីប្លែកហើយនឹងពិសេសហើយនឹងស្រស់ស្អាតប៉ុណ្ណានោះសូមបងប្អូនតាមវីដេអូនេះខ្ញុំទាំងអស់គ្នាថ្ងៃនេះផងដែរផាត់មុខដោយលោកគ្រូលីហេងនិងធ្វើសក់ដោយប្អូនឌីម៉ានិងស្លៀកបុរាណពីនេះខ្ញុំធីរី make up រៀបចំឈុតដ៏ស្រស់ស្អាតថតមកសម្លៀកបំពាក់ថ្មីពីពន្លឺភិរមសម្អាងការហើយបងប្អូនកុំភ្លេចណាបើស្រឡាញ់ពីការផាត់មុខរបស់លោកគ្រូលីហេងនិងធ្វើសក់ដោយប្អូនឌីម៉ានិងសម្រាប់សម្លៀកបំពាក់ថ្មីនៅរដូវកាលថ្មីពីខាងគាត់ហើយនឹងស្លៀកបុរាណពីនេះខ្ញុំធីរី make up សំបេះដូងម្នាក់មួយផងអរគុណច្រើនហើយនឹងខ្ញុំក៏សូមអរគុណរាល់ដែលវីដេអូនេះខ្ញុំផុសទៅអរគុណបងប្អូនទាំងអស់គ្នារាល់ដែលវីដេអូនេះខ្ញុំផុសទៅបងប្អូនតែងតែឲ្យបេះដូងនិង comment និង like និង share ហើយជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបាននឹងការងារច្រើនអរគុណច្រើនសម្រាប់ស្បែកខ្មែរបុរាណដ៏ស្រស់ស្អាតហើយក្រងឈុតដោយតួដ៏ស្រស់ស្អាតថែមទៀតគូផ្សំជាមួយនឹងការផាត់មុខរបស់លោកគ្រូលីហេងនិងធ្វើសក់ដោយប្អូនឌីម៉ានិងស្លៀកបុរាណពីនេះខ្ញុំធីរី make up កាន់តែថែមសម្រាប់ស្រស់ស្អាតថែមទៀតបងប្អូន